រាជរដ្ឋាភិបាលរបស់លោកអានុទីនកំពុងស្នើសុំកម្ពុជាឲ្យបើកច្រកព្រំដែនឡើងវិញដោយទុកសង្គ្រាមនៅមួយដុំទុកកិច្ចប្រជុំ JBC RBC នៅមួយដុំឆ្លាតអីក៏ឆ្លាតយ៉ាងនេះលោកអានុទីននៅពេលដែលថៃមិនទាន់វាយបានទឹកដីខ្មែរហាក់បីដូចជាមិនមានការចរចាណាមួយតាក់ទងជាមួយនឹងការបើកព្រំដែនទេប៉ុន្តែនៅពេលដែលថៃវាយបានទឹកដីខ្មែរប្រមាណជា14ទីតាំងបែរជារាជរដ្ឋាភិបាលរបស់លោកអានុទីនសូមឲ្យបើកព្រំដែនតែទុកសង្គ្រាមនៅមួយដុំប៉ុន្តែខ្មែរចង់ប្រាប់ថាមិនចង់បើកព្រំដែនជាមួយនឹងថៃទេណាចុះបងប្អូនដែលកំពុងតាមដានទស្សនាតាមសង្គម Facebook តើចង់បើកព្រំដែនជាមួយនឹងប្រទេសថៃឬក៏យ៉ាងណាប៉ុន្តែចង់ប្រាប់ថាទោះបីជាមានទំនិញថៃចូលមកទឹកដីខ្មែរតាមរបៀបណាក៏ដោយក៏ខ្មែរលែងប្រើរបស់ថៃមួយជីវិតដែរណាភាគីថៃ